សួស្តីបងប្អូនទាំងអស់គ្នានេះជាវីដេអូបង្ហាញពីរបៀបបំលែងអក្សរទៅកាន់ជាសំឡេងបងប្អូនដោយប្រើ AI កម្មវិធីនេះ free ទេបងប្អូនហើយស្រួលធ្វើទេគ្រាន់តែយើងត្រូវការអ៊ីនធឺណិតបន្តិចជាដំបូងនេះខ្ញុំបង្ហាញពីកម្មវិធីឈ្មោះកម្មវិធីគឺអឺ Microsoft Clip Charm អញ្ចឹងដូចជានៅលើ Windows វាមានទេបងប្អូនលក្ខណៈថាវាមានស្រាប់ឬបើអត់មានទេឲ្យគេតម្លើងឲ្យឬបងប្អូនអាចតម្លើងដោយខ្លួនឯងបានបើរួចហើយនៅពេលដែលយើងតម្លើងហើយយើងចូលមកហើយយើងឃើញបែបនេះហើយយើងត្រូវចុចចូលកន្លែងនេះកន្លែងcreate a new video ទាំងនេះចុចមកហើយបន្ទាប់ពីយើងចុចហើយវាចាំបន្តិចដោយសារអ៊ីនធឺណិត slow បន្ទាប់ពីចូលមកដល់នេះហើយបងប្អូនមើលកន្លែងនេះកន្លែង My Media ប៉ុន្តែយើងអត់នេះទេយើងចុចកន្លែង record and create យើងចុចមកហើយយើងអូសមកក្រោមគេឃើញពាក្យថា text to speech អាហ្នឹងវាកម្មវិធីហ្នឹងយើងអាចរើសភាសាវាមានលក្ខណៈថាវា support ភាសាខ្មែរដែររួចយើងមកខាងស្ដាំខាងនេះយើងរើសរកពាក្យថាកន្លែងភាសាអញ្ចឹងយើងចុចកន្លែងនេះមកអូសទៅរកភាសាខ្មែរកម្ពុជាអូសមកលើវិញនេះខ្មែរវាដាក់ថាកម្ពុជាយើងចុចមកហើយអាតនេះយើងអាចរើសសំឡេងបានអញ្ចឹងប៉ុន្តែយើងដាក់អក្សរសិនមកដូចជាដាក់អត្ថបទអក្សរប្រយោគប្រហែល clear អីដែលយើងចង់ដាក់មកព្រោះថាខ្ញុំមានអត្ថបទមួយហើយខ្ញុំក៏ paste វាចូលមកចុច paste មកនេះព្រោះថាអត្ថបទប៉ុណ្ណឹងហើយខ្ញុំក៏ចុចរកកន្លែងនេះខាងលើនេះដើម្បីរើសឈ្មោះមនុស្សសំឡេងអញ្ចឹងវាមានច្រើនវាមានស្រីមានប្រុសចង់ដាក់ខាងណាក៏បានតែខ្ញុំធ្លាប់ដាក់ដូចជាខ្ញុំរកមើលសិនឈប់ចាំតិចបងប្អូនបើយើងដាក់ឈ្មោះប្រុសឈ្មោះពិសិដ្ឋនេះខាងក្រោមនេះហ្នឹងបងយើងដាក់ហើយហើយយើងចុចកន្លែង preview នេះកន្លែង preview ដើម្បីចង់ដឹងសំឡេងសាកមកហើយចាំបន្តិចបងប្អូនរឿងទន្សាយនឹងខ្យល់កាលពីយូរលង់មកហើយនៅក្នុងព្រៃមួយដ៏ស្រស់ស្អាតមានសត្វជាច្រើនរស់នៅជាមួយគ្នាបើសិនបើយើងអត់ព្រោះទេយើងលក្ខណៈថាយើងដូរនេះហើយចឹងមកយើងរើសមកហើយចុចស្ដាប់មើលវាជ្រើសរើសពីសំឡេងនេះយើងចុចអានេះមកដើម្បីស្ដាប់ហ្នឹងបើយើងស្ដាប់ចង់ដឹងថាព្រោះមិនព្រោះហើយបន្ទាប់ពីបើសិនបើយើងគិតថាព្រោះហើយយើងចុច save ហ្នឹងនេះចុច save ទៅហ្នឹងមកហើយចាំតិចនេះវាកំពុងតែដំណើរការអាហ្នឹងដូចជាត្រូវការដូចជា5000 credit វាប្រើអក្សរហ្នឹងអញ្ចឹងប៉ុន្តែវា free តែវាមានចំនួនកំណត់អក្សរកំណត់អត្ថបទអញ្ចឹងឥឡូវនេះវីដេអូរបស់យើងសំឡេងរបស់យើងរួចហើយតែអាហ្នឹងយើងអាចកាត់តបានដែរកាត់ដោយប្រើកម្មវិធី Clip Charm ហ្នឹងយើងអាចកាត់តវីដេអូបានប៉ុន្តែខ្ញុំអត់កាត់ទេខ្ញុំគ្រាន់តែបង្ហាញពីរបៀបបំលែងអក្សរទៅកាន់ជាសំឡេងអញ្ចឹងនេះយើងចុចស្ដាប់មើលទៅរឿងទន្សាយនឹងខ្យល់នេះសំឡេងបែបនេះអាចទទួលបានអត់បើទទួលបានហើយយើងចុចកន្លែង export នេះមកហើយខ្ញុំចុចបិទអានេះចោលហើយនេះគេដាក់ថា audio only យើងចុច export មកកុំខ្វាយខ្វល់ច្រើនហើយយើងចាំវាមកវានឹងនៅពេលវាដើរចប់វានឹង save ទៅកាន់កុំព្យូទ័រយើងដោយហ្មងយើងអត់ពិបាកធ្វើអីទៀតទេតែបើយើងចង់ផ្ញើទៅកាន់ដូចជា Google Drive ផ្ញើទៅ TikTok អីក៏បានដែរ
តែយើងគ្រាន់តែចុចប៉ុណ្ណេះគឺយើងរួចរាល់ហើយយើងអាចនៅពេលដែលយើងអាច select ចូល file នៅពេលដែលយើងកាត់តអីយើងអាចអូសចូលនៅក្នុង file បានហើយយើងអាចរើសពី file ដើម្បីប្រើបានហើយហើយវីដេអូយើងមានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នា